កម្មករបើកបរចិញ្ចួនផលឡាហើយចង់ឆ្មានេះក្នុងចំការវិក្មេតោយកជួយនេះកូនលោកព្រែងូទឹកផ្លាឆ្វេងប្រឡាយប្រឡោមគូគាត់ក្រុមហ៊ុនម៉ុងរ៉េធីក្រុមគឺជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនក្នុងស្រុកមួយចំនួនទៀតដែលបាននឹងកំពុងធ្វើការវិនិយោគជាច្រើនផ្នែកក្នុងនោះវិស័យកសិកម្មនិងកសិឧស្សាហកម្មក៏ជាវិស័យមួយដែលក្រុមហ៊ុនបានចាត់ទុកជាសក្តានុពលក្នុងការអភិវឌ្ឍនិងកែប្រែតំបន់ភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជាឲ្យទៅជាតំបន់បៃតងទាំងប្រាំងនិងវស្សាដោយឈលលើគោលការណ៍អនុវត្តតាមបន្ទាត់ឋានប្រកបដោយប្លង់មេច្បាស់លាស់ជាជំហានធ្វើឲ្យក្រុមហ៊ុនម៉ុងរ៉េធីក្រុមតែងតែទទួលបាននៅចំណុចវិជ្ជមានភាគរយខ្ពស់ជាងអវិជ្ជមានដែលជាបច្ច័យមួយធ្វើឲ្យក្រុមហ៊ុនចេះតែវិវត្តទៅមុខបានដោយរលូនឯបុគ្គលិកកម្មករដែលបានបម្រើការងារគ្រប់ផ្នែកទាំងអស់រួមមានដូចជាកសិកម្មនិងកសិឧស្សាហកម្មសំណង់និងកំពង់ផែជាដើមគឺគេទទួលបាននូវប្រាក់បៀវត្សសមរម្យទៅតាមកម្លាំងសមត្ថភាពចំណេះដឹងនិងចំណេះធ្វើរបស់ពួកគេគ្រប់សកម្មភាពការងារទាំងអស់ដែលក្រុមហ៊ុនម៉ុងរ៉េធីក្រុមកំពុងតែធ្វើការវិនិយោគទាំងនេះគឺជាចលករមួយជួយស្រូបទាញបាននូវកម្លាំងពលកម្មក្នុងស្រុកមួយចំនួនធំដែលជាផ្នែកមួយជួយកាត់បន្ថយបាននូវភាពក្រីក្រដល់ពួកគេហើយម្យ៉ាងវិញទៀតធ្វើឲ្យបុគ្គលិកកម្មករខ្មែរដែលបម្រើការនៅក្នុងក្រុមហ៊ុនម៉ុងរ៉េធីក្រុមទទួលបាននូវបទពិសោធន៍និងបច្ចេកទេសមួយចំនួនធំពីអ្នកឯកទេសជំនាញបរទេសដែលក្រុមហ៊ុនបានអញ្ជើញអ្នកបច្ចេកទេសទាំងនោះមកបំពេញការងារក៏ដូចជាបង្ហាត់បង្រៀនដល់បុគ្គលិកកម្មករខ្មែរយើងដោយហេតុថាក្រុមហ៊ុនម៉ុងរ៉េធីក្រុមគឺជាក្រុមហ៊ុនមួយដែលប្រតិបត្តិការលើជំនួញរបស់ខ្លួនជាច្រើនផ្នែកដោយដែលបានរៀបរាប់ពីខាងដើមបែបនេះហើយដូច្នេះនាពេលនេះកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV សូមលើកយកជ្រុងមួយក្នុងចំណោមការងារដទៃទៀតមកជម្រាបជូនគឺវិស័យកសិកម្មដាំដុះដំណាំឈើហូបផ្លែនៅលើទឹកដីនៃតំបន់អភិវឌ្ឍន៍ទីក្រុងកំពង់ផែអង្គញាម៉ុងកែវផុសដែលស្ថិតនៅភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជាយើងនេះតំបន់អភិវឌ្ឍន៍ទីក្រុងកំពង់ផែអង្គញាម៉ុងកែវផុសនេះបានអភិវឌ្ឍលើផ្ទៃដីរាប់ពាន់ហិកតាក្នុងនោះដំណាំឈើហូបផ្លែក៏ធ្វើការដាំដុះលើវិសាលភាពនៃផ្ទៃដីប្រមាណជាជាង200ហិកតាផងដែរសាងបានធនធានមនុស្សស្មោះនឹងធម្មជាតិការពារទ្វេទៀតបានល្អលោកអ្នកបាននឹងកំពុងទស្សនាទិដ្ឋភាពចំការស្វាយដែលលាតសន្ធឹងលើផ្ទៃដីដ៏ធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែកដែលមានផ្នែកខ្លះនៅតូចខ្លះជំទើឯខ្លះទៀតកំពុងតែធ្លាក់ផ្លែពេញដើមហើយផ្លែរបស់វាទៀតសោតគឺមានពណ៌ស្វាយស្រស់ត្រកាលថែមទៀតផងលោកអ្នកប្រហែលជានៅចាំបានថាកន្លែងនេះ2ឆ្នាំមុនស្វាយទាំងអស់នៅតូចៗនៅឡើយតែមិនបងអង្គយូរប៉ុន្មានឆ្នាំឡើយស្វាយដែលធ្លាប់តែឃើញនៅតូចក៏ប្រែក្លាយទៅជាមានផ្លែផ្កាហើយបច្ចុប្បន្នកំពុងតែធ្វើការប្រមូលផលជាបន្តបន្ទាប់ព្រៃព្រឹករឹកទឹកជ្រុំកងខ្សាច់ឆ្នេរមានផ្សោតទន្លេទ្វេទៀតដំណាំស្វាយនេះគឺមានឈ្មោះថា Ivan ជាពូជនាំចូលពីបរទេស2ឆ្នាំមុនលោកអ្នកបានឃើញពីរបៀបនៃការតភ្ជាប់ផ្សាំមែកពូជស្វាយ Ivan ជាមួយពូជស្វាយក្នុងស្រុកឥឡូវនាពេលនេះលោកអ្នកបានឃើញផ្លែរបស់វាមាននៅស្រុកយើងហើយបើតាមការបញ្ជាក់ឲ្យដឹងកន្លងមកពីឯកឧត្តមអង្គការបណ្ឌិតម៉ុងរ៉េធីប្រធានគណៈកម្មការទី3នៃព្រឹទ្ធសភាទទួលបន្ទុកផែនការវិនិយោគកសិកម្មធនធានទឹកឧតុនិយមអភិវឌ្ឍជនបទនិងបរិស្ថាននិងជាស្ថាបនិកក្រុមហ៊ុនម៉ុងរ៉េធីក្រុមបានឲ្យដឹងថាស្វាយនេះផ្លែរបស់វាមិនត្រឹមតែមានសោភ័ណភាពប៉ុណ្ណោះទេតែវាមានតម្លៃថ្លៃនៅលើទីផ្សារបរទេសទៀតផង
ដោយយោងទៅលើហេតុផលបែបនេះហើយទើបក្រុមហ៊ុនរបស់ឯកឧត្តមអង្គការបណ្ឌិតមុងរិទ្ធីសម្រេចចិត្តបោះទុនវិនិយោគទៅលើដំណាំស្វាយនេះឥឡូវពេលវេលានៃការប្រមូលផលក៏ចេះតែដល់ជាបន្តបន្ទាប់នាពេលនេះបុគ្គលិកកម្មករនាំគ្នាបំពេញការងាររៀងៗខ្លួនអ្នកខ្លះដើរច្រកសំណាញ់ស្នោចូលផ្លែស្វាយដែលពេញចំណាស់ឯអ្នកខ្លះទៀតដើរកាត់ផ្លែស្វាយដែលវេចខ្ចប់សំណាញ់ហើយនោះកាត់ដាក់ចូលក្នុងកញ្ច្រែងជ័រដើម្បីត្រៀមធ្វើការវេចខ្ចប់ដោយហេតុថានាពេលនេះឯកឧត្តមអង្គការបណ្ឌិតមុងរិទ្ធីនិងលោកជំទាវម៉ែនស៊ុនមុងរិទ្ធីក៏កំពុងតែមានវត្តមាននៅក្នុងចំការស្វាយនេះដែរដូច្នេះនាពេលនេះក្រុមការងារកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV ក៏សូមសេចក្តីអនុញ្ញាតពីលោកទាំងពីរសំណេះសំណាលពាក់ព័ន្ធនឹងដំណាំស្វាយអៃវិនដែលមានទិដ្ឋភាពនិងខ្លឹមសារជាបន្តបន្ទាប់ដូចតទៅអ្នកខ្ញុំសូមជម្រាបជូនថាកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV ផ្សាយជូនលោកអ្នកនៅរៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង 9:30 នាទីរហូតដល់ម៉ោង 10:30 នាទីយប់និងផ្សាយជូនលោកអ្នកឡើងវិញនៅថ្ងៃអាទិត្យវេលាម៉ោង 6 រហូតដល់ម៉ោង 7 ព្រឹកសូមលោកស្រីអ្នកនាងកញ្ញាតាមដានទស្សនាជាបន្តបន្ទាប់ដូចតទៅកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV ឧបត្ថម្ភឡើងដោយធុងទឹក H2O ឥឡូវនេះធុងទឹក H2O បានផលិតនៅធុងទឹកប្រភេទថ្មីដែលមានចំណុះរហូតដល់ 20,000 លីត្រជាជំនួយសម្រាប់ជួយដល់ក្រុមហ៊ុនធំៗរោងចក្រសហគ្រាសជាពិសេសមូលដ្ឋានកងទ័ពអាចប្រើប្រាស់បានគ្រប់កាលៈទេសៈហើយអាចស្តុកទឹកបានក្នុងការបង្ការគ្រោះអគ្គិភ័យដែលអាចកើតមានជាយថាហេតុថែមទៀតផងធុងទឹក H2O មានជ័រជាប់ស្វិតមិនកាន់ស្លាយឬក៏ស្រាយធានារយៈពេល15ឆ្នាំមានច្រើនពណ៌ច្រើនខ្នាតស្របតាមតម្រូវការរបស់អតិថិជនលោកអ្នកអាចទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទ012 999 996នៅពេលនេះលោកស្រីអ្នកនាងកញ្ញាកំពុងទស្សនាសកម្មភាពដ៏មមាញឹករបស់បងប្អូនបុគ្គលិកកម្មករនៅក្នុងតំបន់អភិវឌ្ឍទីក្រុងកំពង់ផែអុកញ៉ាមកឃើញថាការងារក៏ចេះតែដំណើរការទៅជាបន្តបន្ទាប់ហើយលោកអ្នកនាងក៏បានឃើញរូបភាពនិងទស្សនវិជ្ជារួមនៅទីនេះឥឡូវនេះលោកពូមីងក៏កំពុងតែអញ្ជើញចូលរួមដែរយើងឃើញថាការងារកំពុងតែសកម្មទោះជាកម្ដៅថ្ងៃរៀងក្តៅបន្តិចក៏ពិតមែនគឺជាសកម្មភាពប្រមូលផលស្វាយហើយពូជស្វាយនេះលោកអ្នកនាងបានជាអ្វីបើយើងគិតទៅតាំងពីការផ្សំរហូតមកដល់ពេលនេះរយៈពេលស្វាយនេះ20ខែដែលផ្លែបាទកន្លងមកស្វាយយើងទម្លាប់តែងតែដាំហើយយកផលទៅតាមយថាផលតែម្ដងស្វាយនេះគឺគេដាំដោយគេប្រើគល់ផ្សេងនិងមែកយកមកផ្សំផ្សេងដូចយើងបានបង្ហាញពីមុនមកហើយស្វាយនេះចាប់ពីទទួលផលគឺយើងអាចមុនមួយឆ្នាំក៏យើងទុកផ្លែហូបខ្លះបានដែរប៉ុន្តែដើម្បីឲ្យបានផលចេះគឺយើងសាកល្បង20ខែយើងទុកផ្លែនេះដើម្បីសាកល្បងទីផ្សារនៅក្នុងស្រុកយើងសាកមើលស្វាយនេះយើងចង់ទុកតែ8ខែគឺយើងអាចទុកផ្លែបានមួយចំនួនបើសិនណាជាគ្រួសារប៉ុន្តែនេះក្រុមហ៊ុនយើងទុក20ខែដើម្បីឲ្យផ្លែបានច្រើនបន្តិចប៉ុន្តែនៅក្រោយពេលប្រមូលផលរៀងរាល់លើកគេកាត់មែកវាចេញដើម្បីឲ្យដើមនឹងទៀបគឺជារៀងរាល់ឆ្នាំយើងអាចឈរបេះបានអញ្ចឹងចាំមើលចុះគឺស្វាយនេះចាប់ពីឆ្នាំទី1ទី2រហូតដល់ឆ្នាំទី25គឺយើងនៅតែឈរបេះបានយើងអត់បាច់ឡើងបេះដូចស្វាយប្រជាជនយើងធម្មតាទេចាលោកអ្នកនាងបានជាអ្វីទស្សនវិជ្ជានៅទីនេះមួយឆ្នាំ2ឆ្នាំមុនគឺជាកន្លែងដែលកូនស្វាយទៅតែដោះតូចទេប៉ុន្តែបច្ចុប្បន្នគ្រាន់តែមួយប្រព្រឹត្តភ្នែកយើងអាចនិយាយថាអញ្ចឹងបានដោយសារតែការងារនេះវាលឿនហើយប្រសិនបើយើងមិនបានបង្ហាញជូនពីទស្សនវិជ្ជាពីមុនមកទេលោកអ្នកថាទេផលទេដាំនេះអ្វីដែលយើងបង្ហាញជូនចង់ជម្រាបជូនពីការពិតអ្វីដែលយើងធ្វើបានដែលខ្ញុំហ៊ានធ្វើគឺក្នុងចិត្តក្នុងខ្លួនហើយមានជំនឿ 100% ថាយើងនឹងអាចធ្វើបានព្រោះអីតៃវ៉ាន់វាតិច2ភ្នែក2ដៃ2ច្រមុះ2ជើង2ដូចខ្មែរដែរហើយហេតុអីគេធ្វើបានយើងធ្វើអត់បានអញ្ចឹងចំពោះខ្លួនខ្ញុំមួយខ្ញុំមានជំនឿថាខ្ញុំនឹងធ្វើឲ្យបានដូចគេតែឥឡូវមិនទាន់ដូច 100% គឺនៅតែមួយឆ្នាំគេចុះមក3ដងដើម្បីមកជួយប្រាប់យើងដែរបាទមួយឆ្នាំយើងត្រូវការឲ្យគេមកប្រាប់អំពីបច្ចេកទេសយើង3ដងចាបាទ
លោកអ្នកបានជ្រាបឲ្យពីដំណើរការរបស់ក្រុមហ៊ុន Mongreti Group គឺថាមានការងារនឹងច្រើនមុខច្រើនផ្នែកចាដោយឡែកនៅក្នុងវិស័យកសិកម្មក៏ដូចជាកសិឧស្សាហកម្មក៏កំពុងតែដំណើរការយ៉ាងមមាញឹកផងដែរឥឡូវនេះយើងឃើញថាសកម្មភាពដែលខិតខំប្រឹងប្រែងហ្នឹងក៏ទទួលបានសមិទ្ធផលអ្វីដែលលោកពូមានប្រសាសន៍គួរឲ្យមោទនៈណាស់ប៉ុន្តែយើងនៅតែខិតខំបន្ថែមទៀតឥឡូវចំណុចដែលយើងបានឃើញទាំងអស់គ្នានេះគឺជាសមិទ្ធផលដែលយើងប្រឹងប្រែងរយៈពេលជាង20ខែបានប៉ុណ្ណេះអញ្ចឹងទាំងអស់នេះយើងចាប់ផ្ដើមប្រមូលជាបន្តបន្ទាប់យើងត្រូវតែប្រមូលវាទៅទីផ្សារព្រោះអីយើងអាច6ដងបានអស់ផ្លែហ្នឹងក្នុងប្រហែលជា6 7ដងហើយដើម្បីបំរើទីផ្សារក្នុងស្រុកសាកល្បងមើលគឺយើងប្រមូលវាចឹងទៅហើយម្ដងតិចដល់ពេល